បាទថ្ងៃនេះខ្ញុំមានចម្ងល់បន្តិចកាលហ្នឹងខ្ញុំទៅដាក់ពាក្យខ្ញុំអត់ប្រាប់ពីចំណុចក្រុមហ៊ុនណាទេប៉ុន្តែខ្ញុំបានស្ដាប់អ្នកដឹកនាំជាមេក្រុមឬក៏ជារដ្ឋបាលអីចឹងណាទៅដាក់ពាក្យគឺគាត់អាពាក្យអត់ទាន់ទៅដល់រដ្ឋបាលទេប៉ុន្តែសួររមុនសួររឈ្មោះនឹងមុនអញ្ចឹងមានន័យថាយើងដែលយើងជាអ្នកមកពីចម្ងាយឬក៏យើងដែលមិនបានស្គាល់រដ្ឋបាលឬក៏មិនបានស្គាល់គ្នានៅក្នុងរោងចក្រឬក្នុងក្រុមហ៊ុនណាដាក់ពាក្យអត់ប្រយោជន៍ទេបើយើងមិនបានស្គាល់គេផងភាគច្រើនឮគេថាដាក់កន្លែងហ្នឹងតើស្គាល់គេបានដាក់ជាប់មែនខ្ញុំជឿចឹងហើយខ្ញុំសូមផ្ដាំផ្ញើបងប្អូនកូនក្មួយឬក៏មេណាដែលជាប្រធានឬក៏ជាអនុប្រធានឬក៏ជារដ្ឋបាលមិនឬអើងទេបើថាគ្នាយកពាក្យទៅដាក់ហៅគ្នាទៅសម្ភាសទៅជាប់មិនជាប់តាមលទ្ធភាពហ្នឹងទៅចាំបាច់ទាំងបងសុំមួយបងប្អូនខ្ញុំទៅប្រាប់រដ្ឋបាលទៅបានជាប់អត់បាច់ធ្វើអញ្ចឹងឯងខ្ញុំមានអារម្មណ៍នៅពេលដែលខ្ញុំឮពាក្យហ្នឹងមានអារម្មណ៍មួយថាជុំហើយចុះបើគ្នាអ្នកខ្លះគ្នាដាច់បាយដាច់ទឹកគិតមិនគ្នាខំសង្ឃឹមថាទៅដាក់ពាក្យបានរដ្ឋបាលហៅទៅដល់គេដាក់ចោលក្នុងក្រោមហ្នឹងដាក់ពាក្យសញ្ញាហើយទៅចុះបងចាំទីទេហៅចាំដល់ស្អែកដល់ឆ្នាំក្រោយព្រោះអាគេហ្នឹងគេមានបងប្អូនគេនៅក្នុងគេថាបងខ្ញុំសុំមួយសុំប្អូនខ្ញុំមួយអត់មានការងារធ្វើបងឲ្យចុះអាគ្នាទៅដាក់ហ្នឹងមានការងារដែរអីហ្នឹងខ្ញុំគិតទៅថាសង្គមខ្មែរយើងខ្ញុំនិយាយទៅមានការប៉ះពាល់សូមខន្តីអភ័យទោសផងបាទខ្ញុំនិយាយតាមការពិតហើយអ្នកខ្លះក៏ដូចគ្នាដែរបានធ្វើការហើយអញ្ចឹងណាយកបងប្អូនបានមកធ្វើការហើយខ្ញុំជាមេក្រុមឧទាហរណ៍ណាខ្ញុំបានប្អូនខ្ញុំមកធ្វើខ្ញុំបណ្ដុះបណ្ដាលប្អូនខ្ញុំឲ្យឡើងមេដូចខ្ញុំដែរកាន់កន្លែងនេះកន្លែងនោះមួយចុះអាគ្នាធ្វើការជាបុគ្គលិកក្រុមអាវ៉ាតរបស់យើងដែរនោះគ្នាធ្វើការរាប់ខែរាប់ឆ្នាំហើយក៏មិនបង្រៀនគ្នាឲ្យគ្នាបានឡើងបានអីលើកទឹកចិត្តលើកអីគ្នាខ្លះទៅខ្ញុំគិតទៅស្រុកខ្មែរយើងនេះបពុនិយមខ្លាំងអញ្ចឹងហើយអ្វីដែលខ្ញុំនិយាយនេះខ្ញុំសូមខន្តីអភ័យទោសចំពោះបងប្អូនដែលដែលធ្វើពិតនិងអ្នកមិនពិតណាអ្នកល្អនិងអ្នកមិនល្អបាទហើយបើសិនជាអ្នកដែលប៉ះដែលខ្ញុំនិយាយហ្នឹងវាចំពិតប្រកបមិនកែខ្លះទៅបងប្អូនយើងជាអ្នកដឹកនាំម្នាក់ឬក៏យើងជាអ្នកមេក្រុមម្នាក់យើងទៅឲ្យតម្លៃកូនចៅយើងដូចគ្នាអញ្ចឹងកុំឲ្យតែគ្នាខុសអីតិចតួចអាំងតែចាប់កំហុសប្រមានអីអត់ទេយើងទៅយកពាក្យល្អបន្តិចទៅកាន់កូនចៅយើងខ្ញុំមិនបានជាអ្នកចេះដឹងអីពងពោះទេប៉ុន្តែពេលខ្លះខ្ញុំជួបផ្ទាល់តែអញ្ចឹងហើយបានខ្ញុំយកពាក្យហ្នឹងមកពីពាក្យបានជួបហើយបានខ្ញុំបាននិយាយនេះមិនមែនចេះតែនិយាយទេគឺភាគច្រើនគឺអញ្ចឹងហ្មងអញ្ចឹងហើយខ្ញុំក៏សូមអរគុណនិងសូមខន្តីអភ័យទោសហើយបើមានការខុសឆ្គងតង់ចំណុចណាមួយអី comment នៅខាងក្រោមហើយបើសិនជាថាការនិយាយរបស់ខ្ញុំនឹងបានប្រយោជន៍ដល់បងប្អូនជួយ share ជួយ like ផងហ្នឹងហើយដើម្បីឲ្យអ្នកដែលមានទង្វើបែបហ្នឹងបានដឹងបានឮផងព្រោះយើងគិតថាបើគាត់ជាកូនចៅយើងទៅឲ្យតម្លៃគាត់ដូចគ្នាទោះបីប្អូនយើងក៏ដោយបងយើងក៏ដោយធ្វើការឥឡូវហ្នឹងយើងស្រឡាញ់ដូចតែគ្នាតែក្នុងក្រុមការងារអ្នកណាមកមុនទៅបង្រៀនឲ្យគាត់ចេះធ្វើការងារហ្នឹងទៅឲ្យល្អទៅចាំបាច់ថាចាំប្អូនឬខ្សែរយៈមេខ្សែរយៈអីមិនបាច់ឡើងមេឡើយឲ្យតែគាត់មានសមត្ថភាពឲ្យគាត់ឡើងទៅបាទអរគុណសូមជម្រាបលាបាទ